ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះគឺថ្ងៃសៅរ៍ទៀតហើយខ្ញុំពិតជាមានអារម្មណ៍រីករាយមែនតើជាមួយនឹងការធ្វើដំណើររបស់ខ្ញុំហើយទីនេះដែរគឺនៅក្បែរផ្ទះទេបងប្អូនទាំងគ្នាហើយខ្ញុំកំពុងតែធ្វើដំណើរទៅកាន់ QA បងប្អូនទាំងគ្នាឬក៏យើងហៅថាព្រះវិហារហើយសម្រាប់ខ្ញុំសូមបញ្ជាក់ថាខ្ញុំគឺកាន់សាសនាព្រះពុទ្ធសាសនាអញ្ចឹងណាក៏ប៉ុន្តែគឺខ្ញុំថ្ងៃសៅរ៍ឬក៏ខ្ញុំមានពេលគឺខ្ញុំតែងតែទៅ QA ចាដើម្បីជួបជុំជាមួយនឹងគូកងវាឬក៏គេហៅថារៀមច្បងរបស់យើងអញ្ចឹងណាបងប្អូនទាំងគ្នាទៅជួបជាមួយនឹងពួកគាត់គឺទទួលបានចំណេះដឹងច្រើនមែនទែនទាំងការរៀនភាសាកូរ៉េការនិយាយភាសាកូរ៉េក៏ដូចជាការយកចិត្តទុកដាក់មើលថែពីពួកគាត់ក៏ដូចជាទៅញ៉ាំអាហារជួបជុំគ្នាហើយមួយវិញទៀតគឺវាបានធ្វើឲ្យអារម្មណ៍របស់ឬក៏ចិត្តគំនិតរបស់យើងហ្នឹងគឺធូរស្រាលគឺលក្ខណៈថាយើងទទួលបានចំណេះដឹងថ្មីមួយវិញទៀតទៅទីនោះក៏មានចាគេហៅថាការយកចិត្តទុកដាក់បារម្ភផងដែរហើយបងប្អូនទាំងគ្នាថ្ងៃនេះគឺខ្ញុំអត់មានកម្រងថាទៅណាទេក៏ប៉ុន្តែខ្ញុំរៀបមកផ្ទះហើយខាងជីបសានីមក៏គាត់បានបបួរខ្ញុំថាទៅលេងកន្លែងសួននេះគាត់បង្ហាញរូបថតរូបអីអញ្ចឹងទៅខ្ញុំក៏ថាអូខេខ្ញុំចិត្តជំនុំម្នាក់ដែលចិត្តថតរូបចិត្តថតវីដេអូអីផ្សេងអញ្ចឹងទៅអញ្ចឹងក៏ខ្ញុំយល់ព្រមទៅជាមួយគាត់ហើយការទៅជាមួយគាត់នេះគឺគាត់ជាអ្នកចេញជាអ្នកចំណាយឲ្យទាំងអស់បងប្អូនទាំងគ្នាយើងអត់មានចំណាយអីទេយើងត្រៀមតែកម្លាំងទៅថតរូបតែប៉ុណ្ណោះហើយមួយវិញទៀតបងប្អូនទាំងគ្នាខ្ញុំឃើញនៅតាមផ្លូវគឺទេសភាពផ្ទៃមេឃគឺវាមានពណ៌ស្រស់ស្អាតមែនទែនចំពោះទេសភាពដើមឈើវានៅតែងាប់វាអត់ទាន់លាស់ស្លឹកមកល្អទេដោយសារតែឥឡូវហ្នឹងវានៅរដូវផ្ការីកប៉ុន្តែផ្កាអត់ទាន់រីកទេដោយសារតែវាទើបតែឈានចូលអញ្ចឹងណាបងប្អូនទាំងគ្នាហើយមួយវិញទៀតបងប្អូនទាំងគ្នាចំពោះនៅប្រទេសកូរ៉េនេះគឺមានរហូតដល់4រដូវកាលផ្សេងគ្នាអញ្ចឹងណាហើយខ្ញុំបានឆ្លងកាត់ជាមួយនឹងរដូវរងាឬក៏មានរដូវធ្លាក់ព្រិលហ្នឹងគឺខ្ញុំបានឆ្លងកាត់ហើយនៅរដូវផ្ការីកនេះគឺវានៅតែត្រជាក់មានខ្យល់មានអីពេលយើងទៅក្រៅទៅតែពាក់កៅអៅក្រាស់ដូចគ្នាបងប្អូនទាំងអស់គ្នាតែអញ្ចឹងទេគឺអាចធ្វើឲ្យយើងឈឺហើយអាចធ្វើឲ្យយើងប្រះស្រាយផងដែរហើយមួយវិញទៀតកន្លែងដែលខ្ញុំទៅហ្នឹងគឺខ្ញុំអត់បានសួរគាត់ថាខ្ញុំទៅឈ្មោះអីកន្លែងណាទេដោយសារតែភ្លេចបងប្អូនទាំងអស់គ្នាសប្បាយចិត្តពេកហើយទៅគ្នាដូចជា5នាក់បងប្អូនទាំងគ្នាទាំងជីបសានីមជនជាតិកូរ៉េមានជាមួយនឹងស្រីលង្កានិងទីមកខាងកើតហើយខ្ញុំគឺជាជនជាតិខ្មែរហ្នឹងឯងបងប្អូនហើយឥឡូវហ្នឹងកំពុងតែនៅក្នុងឡានដដែលទេបងប្អូនតើគ្នាដោយសារតែការធ្វើដំណើរហ្នឹងគឺចំណាយពេលរៀងគួរសមដែរដូចជា50ទៅ60គីឡូម៉ែត្របងប្អូនតើគ្នាហើយកិច្ចរៀងតិចទៅនៅក្នុងឡានហ្នឹងគឺវារៀងក្តៅអញ្ចឹងហើយចេញមកក្រៅគឺវារៀងត្រជាក់អត់អាចដកអាវបានទេបងប្អូនទាំងគ្នាតែនៅក្នុងឡានគឺក្តៅខ្ញុំទាញផ្លិតយកមកបកគាត់បើកមិនសូវត្រជាក់ឲ្យផងខ្ញុំអត់យល់ពីខ្លួនឯងទេបើខែត្រជាក់គឺត្រជាក់ឡើងញាត់ហើយញាត់ជើងតែម្ដងហើយឥឡូវហ្នឹងគឺខ្ញុំមកដល់ហើយបងប្អូនទាំងគ្នាកំពុងតែនៅចំណតឡានឡើងទៅលើភ្នំហើយចំពោះទឹកដីកូរ៉េនេះគឺសម្បូរទៅដោយភ្នំបងប្អូនទាំងគ្នាបើតាមខ្ញុំដឹងភ្នំមានរហូតដល់80%ឯណោះហើយដីទំនាបគឺមានតិចបំផុតមែនតើហើយនេះគឺជាជនជាតិកូរ៉េគឺយើងខ្ញុំតែងតែហៅថាជីបសានីមហ្នឹងហើយគឺឈ្មោះរបស់គាត់អញ្ចឹងក្នុងការហៅប្រទេសកូរ៉េគឺគេបែងចែកតាមតំណែងមនុស្សម្នាក់គឺខុសគ្នាអញ្ចឹងណាបងប្អូនហើយនេះគឺជាជនជាតិទី1គឺជាមិត្តរួមការងាររបស់ខ្ញុំហើយនេះគឺជាជនជាតិស្រីលង្កាចាអ្នកផ្សេងទេខ្ញុំអត់ដែរស្គាល់ទេប៉ុន្តែគាត់អាសាមកខ្វល់អញ្ចឹងទៅពួកយើងក៏មានតំណែងតំណងលក្ខណៈថារាប់អានគ្នាបងប្អូនទាំងគ្នាអត់មានតំណែងតំណងអីផ្សេងទេកុំនិយាយច្រឡំហើយកន្លែងនេះគឺវាអត់ទាន់មានផ្ការីកអត់ទាន់មានភ្នំទេបងប្អូនអត់ទាន់មានភ្នំវាមានប៉ុន្តែអត់ទាន់មានផ្ការីកទេបងប្អូនទាំងគ្នាចាច្រឡំហើយវានៅតែក្រៀមកត់ដែរទេដូចខ្ញុំប្រាប់ចឹងវាអត់ទាន់ចូលរដូវផ្ការីកពេញទេវាទៅតែឈានចូលតែប៉ុណ្ណោះហើយនៅជុំវិញនេះគឺសុទ្ធតែភ្នំដើមឈើបងប្អូននៅខាងលើគេមានរៀបចំការដាំផ្កាជាមួយនឹងធូលីបមានផ្កាច្រើនមែនទែនផ្
ការគ្រប់ប្រភេទចឹងខ្ញុំអត់អាចនិយាយបានអស់ទេដឹងថាពេលរដូវផ្ការីកមកដល់កន្លែងនេះគឺផ្កាចេញច្រើនមកស្អាតមែនទែនហើយទេសភាពជុំវិញហ្នឹងគឺវាអាចនឹងប្រែជាខៀវស្ងាត់ពណ៌បៃតងអញ្ចឹងណាបងប្អូនហើយកន្លែងថតរូបគឺរៀបចំបានស្អាតមែនទែនបងប្អូនខ្ញុំគិតថានៅទីនេះសបោកន្លែងដើរលេងសបោកន្លែងថតរូបមែនទេនៅសោះតែមានសបោភ្នំផ្ទៃមេឃក៏ស្អាតហើយវាអំណោយផលជាមួយនឹងអាកាសធាតុផងដែរក៏ប៉ុន្តែនៅរដូវក្តៅអ្នកនរគ្នាគឺក្តៅហួតហើយខ្លាំងមែនតើអត់ដូចប្រទេសខ្មែរយើងទេយើងត្អូញថាប្រទេសខ្មែរយើងក្តៅក៏ប៉ុន្តែនៅប្រទេសកូរ៉េនេះគឺក្តៅជាងប្រទេសខ្មែរយើងទៀតពេលត្រជាក់គឺត្រជាក់ខ្លាំងហើយរដូវដែលស្រស់ស្អាតជាងគេគឺរដូវផ្ការីកនិងរដូវទឹកឈើជ្រោះបងប្អូនអ្នកគ្នាឬក៏យើងហៅថារដូវរំហើយហើយចំពោះដើមឈើនេះគឺវាកំពុងតែចេញកំពុំផ្កាបងប្អូនអ្នកគ្នាអត់មានស្លឹកទេប៉ុន្តែវាមានកំពុំផ្កាទូដូចមិនមែនជាផ្កាសាគុរ៉ាបងប្អូនអ្នកគ្នាប៉ុន្តែវាអាចចលិះឬក៏ស្តៀងអញ្ចឹងហើយចំពោះផ្កានេះវិញគឺគេធ្វើជាមួយនឹងរបៀបដូចហៅស៊ឺវាធ្វើនៅក្នុងរោងបងប្អូនអ្នកគ្នាហើយផ្កានេះគឺអត់មានស្លឹកទេខ្ញុំនេះអាឡ័យតែថតរូបឃើញផ្កាស្រស់ស្អាតពេកភ្លេចមើលថាផ្កាហ្នឹងវាឈ្មោះអីបាត់ទៅហើយបងប្អូនអ្នកគ្នាហើយកន្លែងនេះគឺជាកន្លែងច្រកចូលច្រកគេមានចេញចូលឡើង2 3បងប្អូនអ្នកគ្នាហើយតែស្ភាពជុំវិញដូចខ្ញុំនិយាយដដែលចឹងគឺអត់មានអីទេមានតែដើមឈើ